អត់មានអ្វីដែលកើតឡើងមិនត្រឹមត្រូវតាមហេតុទេក្នុងជីវិតយើងក៏មានចិត្តចេតសិករូបក្នុងអ្នកដទៃក៏មានចិត្តចេតសិករូបអ្វីមានបច្ច័យត្រឹមត្រូវបានកើតឡើងដល់តែយើងទទួលដឹងថាអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមានរមែងមានចូលមកដល់ជីវិតរបស់យើងអត់មានអ្វីអាក្រក់សម្រាប់យើងទេមកអំពីអ្វីដែលអាក្រក់សម្រាប់យើងដែលយើងថាមិនល្អណាដោយថានាំឲ្យយើងខឹងនាំឲ្យយើងស្អប់នាំឲ្យយើងភ័យនាំឲ្យយើងព្រួយបារម្ភអីហ្នឹងមកពីទោសៈមូលចិត្តកើតទេក្នុងជីវ័ននៃចិត្តយើងវាកើតទោសៈទេបានរឿងអ្វីចូលមកហ្នឹងទទួលដោយទោសៈទៅយើងភ័យខ្លាចអាឡោះអាឡៃហ្នឹងក៏នៅក្នុងទោសៈមូលចិត្តពីរដួងហ្នឹងកង្វល់ទៅក្នុងអនាគតតែមិនដឹងអាម៉េចទេហ្នឹងគឺដោយទោសៈមូលចិត្តកើតហ្នឹងណាដូច្នេះយើងមិនអាចទៅដោះស្រាយរឿងអីសពគ្រប់តម្រូវតាមចិត្តយើងបានទេដោះបានមួយរឿងនៅ10រឿងដោះមួយជាតិនៅអនេកជាតិប៉ុន្តែយើងមកដោះស្រាយទោសៈក្នុងចិត្តរបស់យើងនេះដោយអំណាចនៃបញ្ញាទទួលដឹងអ្វីជាការពិតទៅដោយអ្នកដតីធ្វើអីមិនល្អអញ្ចឹងហ្នឹងហើយដោយអ្នកដតីដែលធ្វើអីមិនល្អអញ្ចឹងយើងគិតថាអ្នកដតីនឹងធ្វើអីមិនល្អដាក់យើងអានេះយើងខឹងណាកនុំគុំស្អប់អីទៅតាមនឹងទៅទៀតប៉ុន្តែដល់យើងដឹងថាដែលធ្វើអីមិនល្អហ្នឹងណាដោយអំណាចលោភៈទោសៈមោហៈអកុសលមូលដកតែលោភៈទោសៈមោហៈចេញទៅព្រះអរហន្តណាដកដោយអំណាចនៃអរហត្តមគ្គណាហ្នឹងឯងដកតែលោភៈទោសៈមោហៈអកុសលមូលទៅមាននរណាធ្វើអីខុសអាហ្នឹងឯងដែលយើងយល់ហ្នឹងណាដែលយើងយល់ហ្នឹងឯងយើងយល់ដល់សេចក្តីពិតហ្នឹងឯងដកលោភៈទោសៈមោហៈយើងគ្រាន់តែគិតណាយើងគិតដកដោយអំណាចនៃអរហត្តមគ្គហ្នឹងឯងជាព្រះអរហន្តណាហើយដល់ទៅនៅមានលោភៈទោសៈមោហៈហ្នឹងយើងចាប់សេចក្តីបានត្រង់ដែលថាវាអត់មានអ្នកណាធ្វើលោភៈទោសៈមោហៈហ្នឹងឲ្យខ្លួនឯងទេចាប់កន្លែងហ្នឹងឲ្យបានទាំងលោភៈទោសៈមោហៈក៏មានក្នុងយើងដែរយើងដឹងទេតាយើងមានធ្វើឲ្យខ្លួនឯងណាអានេះដែលយើងចាប់សេចក្តីបានដោយសារយើងមានបញ្ញាយើងដឹងនាមរូបព្រមទៅដោយបច្ច័យលះអត្តានុទិដ្ឋិទៅអ្វីជាវត្តដាក់ហ្នឹងវាមានបច្ច័យឲ្យកើតឡើងអត់ប្រកាន់ថាមានអត្តាខ្លួនយើងឬអ្នកដទៃអ្នកធ្វើឯលោកនេះនោះហ្នឹងហើយលោកសង្ខារលោកហ្នឹងណាដល់យើងដឹងអញ្ចឹងទៅយើងស្លូតយើងអត់មានទៅកាចមើងងាយមើលថោកសម្លុតគម្រាមកំហែងអីឲ្យដល់អ្នកដទៃទេវាកើតទៅជាករុណាទៅវិញនៅពេលដែលមានសេចក្តីទុក្ខរបស់សត្វមកជាអារម្មណ៍ព្រោះជាអ្នករួងគ្រោះទាំងអស់គ្នាជាអ្នករួងគ្រោះជាអ្នកដែលត្រូវទទួលដោយថាមេរោគរូបកាយថាមេរោគកូវីដអញ្ចឹងយើងកន្លងមកយើងដឹងអានេះមេរោគផ្លូវចិត្តហ្នឹងណាវាមានអ្នកណាធ្វើឲ្យខ្លួនឯងដល់តែយើងដឹងអញ្ចឹងទៅយើងស្លូតហើយហ្នឹងឯងណាស្លូតនឹងឯងដែលយើងឈ្នះទោសៈក្នុងចិត្តយើងដល់តែយើងឈ្នះទោសៈវាមានរឿងអីអាក្រក់រឿងហ្នឹងចូលមកដល់ជីវិតយើងវាទៅជាមេត្តាករុណាទៅវិញអាហ្នឹងទៅជារឿងល្អហើយតាឧទាហរណ៍ថាដូចជាសេចក្តីស្លាប់អញ្ចឹងយើងភ័យខ្លាចស្លាប់ប៉ុន្តែដល់តែយើងអប់រំមរណសតិរឿយទៅធ្វើបុណ្យកុសលឲ្យច្រើនសម្រាប់ទីពឹងថាស្លាប់គ្មាននរណាគេចរួចទេតែងតែស្លាប់អញ្ចឹងយើងសំបុណ្យសម្រាប់ជាទីពឹងក្នុងដំណើរដែលយើងចាកលោកនឹងដល់អញ្ចឹងសេចក្តីស្លាប់មិនមែនត្រឹមតែមិនឲ្យយើងខ្លាចទេថែមទាំងឲ្យមានសមាធិទៀតមរណសតិបានឧបចារៈសមាធិទាំងព្រះអរិយបុគ្គលទាំងវត្ថុជន